ព្រោះហើយខ្ញុំចត្រាបានមកកាន់ទឹកដីខេត្តពោធិ៍បាទសុខជុកមកជួបបងស្រីដែលគាត់មានការលំបាកមែនតើនៅក្នុងក្រុមទូនេះហើយចំកូនគាត់គឺមានសតិអត់សូវគ្រប់គ្រាន់ហើយចំចៅផងដែរបាទគឺលំបាកមែនតើអរគុណថ្ងៃនេះខ្ញុំបានចាត់ចែងស្បៀងអាហារមួយឈុតជូនដល់បងស្រីផងដែរហើយក្នុងនោះយើងក៏បានបកប្រការរបស់បងស្រីវ៉ាសផលចំនួន$50តែបងស្រីបានផ្ញើជូននឹងខ្ញុំគឺ$400ដូច្នេះខ្ញុំបានបក$50ជួយដល់គាត់បាទទីមួយនេះក៏សូមអរគុណទៅដល់បងបាទស្រីវ៉ាសុផលបងស្រីបាទសវងហើយបងស្រីបងខនហើយបងវ៉ាន់រឿនបងស៊ីយ៉ានបងសារីបងចន្ទថាបងសានហើយនិងបងថារីហើយក្នុងនោះក៏សូមអរគុណទៅដល់បងបាទម៉ាន់នីមេក៏បានចូលរួមជាមួយនឹងខ្ញុំហើយអរគុណបងស៊ូសានីហើយអរគុណទៅដល់បាទបងចារៈដែលបានចូលរួមក្នុងការជួយបងស្រីដែលកំពុងតែជួបការលំបាកនេះផងដែរអញ្ចឹងបងមានជូនពរបងប្អូនយើងមិនតិចទេព្រះអង្គប្រធានពរបានច្រើនហើយព្រះអង្គតណាសុខបាយតាមផ្លូវចិត្តផ្លូវឆ្ងាយអីក៏ដោយបងរួចទីទានអាហារអីឲ្យបានសុខប្រកបដូចសេចក្តីបងប្អូនណាបាទអរគុណអញ្ចឹងខ្ញុំមកឲ្យបងស្រីជូនពរបងប្អូនឲ្យទទួលជូនបានដែរ